សូមគោរពនឹងជម្រាបសួរប្រិយមិត្តអ្នកស្ដាប់និងទស្សនិកជនជាទីគោរពនិងជាទីមេត្រីដើម្បីជំរុញសក្តានុពលកសិកម្មបង្កើនចំណូលកសិករនិងទាក់ទាញភ្ញៀវទេសចររដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026ចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026ខាងមុខនេះតើព្រឹត្តិការណ៍នៅឆ្នាំនេះមានភាពប្លែកភ្នែកនិងទាក់ទាញជាងឆ្នាំមុនយ៉ាងដូចម្តេចខ្លះខណៈនេះក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបងមានកិត្តិយសដែលបានចូលជួបសម្ភាសផ្ទាល់ជាមួយឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងសម្ភាសដោយលោកភីសុកប្រធានការិយាល័យវិទ្យុជាតិចំការជែកសូមរីករាយសន្ដាប់និងទស្សនាដូចតទៅជួយអាដាមព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង2026នឹងចាប់ផ្ដើមនៅពេលខ្លីមុខនេះតើអ្វីជាគោលបំណងចម្បងដែលរដ្ឋបាលខេត្តបាត់ដំបងចង់ឲ្យសម្រេចបានតាមរយៈការរៀបចំព្រឹត្តិការណ៍រយៈពេល10ថ្ងៃទៀតបាទសូមអរគុណខ្ញុំសូមជម្រាបថាឆ្នាំនេះឆ្នាំ2026នេះរដ្ឋបាលខេត្តបាត់ដំបងបានសម្រេចថានឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងដែលនឹងចាប់ផ្ដើមនៅថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026ហើយចំពោះគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះគឺទី1ចង់បង្ហាញដល់បងប្អូនទាំងអស់ឲ្យមានការចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងយើងចង់ធ្វើម៉េចគឺឲ្យបងប្អូនអ្នកដាំដំណាំផ្លែឈើក្នុងខេត្តបាត់ដំបងនេះយកផលិតផលរបស់បងប្អូនមកតាំងលក់មកបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះបំណងធំគឺឲ្យបងប្អូនទាំងអស់បានមកភ្លក់រសជាតិផ្លែឈើបាត់ដំបងដែលមានឲ្យជារសឈ្ងុយឆ្ងាញ់ហើយដើម្បីទាក់ទាញទេសចរមកក្នុងខេត្តបាត់ដំបងនេះគឺគោលបំណងធំរបស់យើងបាទក្នុងនាមជាអាបាខេត្តព្រឹត្តិការណ៍នេះនឹងដល់វិជ្ជមានដូចនេះខ្លះដល់សេដ្ឋកិច្ចមូលដ្ឋាននិងជាភាពបងប្អូនជាកសិករខេត្តបាត់ដំបងមានការរំពឹងទុកមិនទេបាទប្រកាសហើយគឺព្រឹត្តិការណ៍នេះយើងរំពឹងទុកថានឹងមានបងប្អូនអញ្ជើញមកពីគ្រប់ទិសទីគឺច្រើនមកគ្រប់គ្រងបាទហើយចឹងទេប្រកាសហើយគឺបងប្អូនអ្នកដំណាំចំការផ្ទាល់នឹងបានយកផលិតផលរបស់បងប្អូនមកលក់បាទហើយបងប្អូនដែលមានថាការផលិតជាផលិតផលរបស់ខេត្តបាត់ដំបងបាទនឹងក៏បងប្អូនយកមកលក់ក្នុងព្រឹត្តិការណ៍នេះចឹងប្រកាសនឹងអាចនាំចំណូលដល់បងប្អូនដែលមានផ្លែឈើក៏ដូចជាមានថាផលិតផលរបស់បាត់ដំបងហើយក្នុងនោះក៏យើងរៀបចំឲ្យមានព្រឹត្តិការណ៍មួយគឺសំខាន់គឺលើទុរេនសម្លូតបាទដែលជាទុរេនមួយគឺមានឲ្យជារសឈ្ងុយឆ្ងាញ់បាទអញ្ចឹងយើងដាក់តាំងបង្ហាញហើយនឹងមានរៀបចំ buffet ទុរេនផងដែរសម្រាប់ឆ្នាំនេះក្រុមអេដាមដើម្បីឲ្យធានាថាព្រឹត្តិការណ៍នេះមានភាពទាក់ទាញជាងឆ្នាំមុនតើឆ្នាំនេះមានចំណុចពិសេសឬមួយសកម្មភាពអ្វីប្លែកដើម្បីផ្ដល់ជូនដល់បងប្អូនជាប្រវត្តិដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិបាទសម្រាប់ឆ្នាំនេះគឺទើបចប់ការប្រជុំបាញ់មិញជាមួយគណៈកម្មការនេះគឺថាយើងនឹងមានរៀបចំឲ្យមានព្រឹត្តិការណ៍បន្ថែមបាទព្រឹត្តិការណ៍បន្ថែមគឺដូចជាការដង្ហែក្បួនបង្ហាញពីផលិតផលរបស់បងប្អូនតាមបណ្ដាក្រុងស្រុកបាទហើយនឹងមានកំដរដោយអាចមានជាបងប្អូនសៀកអីផ្សេងយ៉ាងទៅបាទហើយនឹងមានការតាំងលក់នៅបន្លែសុវត្ថិភាពអីផ្សេងបន្ថែមទៀតសំខាន់គឺធ្វើយ៉ាងណាឲ្យបងប្អូនយើងគឺកាន់តែមកលេងបានច្រើនដើម្បីមកលក់រសជាតិផ្លែឈើបាត់ដំបងនេះអាយដាមការរៀបចំព្រឹត្តិការណ៍ថ្នាក់ខេត្តនេះវាមិនមែនជាការងារស្រួលទេហើយអាយដាមអាចជម្រាបជូនអំពីការត្រៀមលក្ខណៈនិងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពាក់ព័ន្ធក្នុងការរៀបចំនេះយ៉ាងម៉េចបាទជារួមរាល់ព្រឹត្តិការណ៍ទាំងអស់គឺរដ្ឋបាលខេត្តតែងតែបានប្រជុំគ្នាច្រើនលើកច្រើនសារជាមួយបណ្ដាមន្ទីរអង្គភាពជាមួយនឹងក្រុងស្រុកទាំងអស់ដើម្បីទី1គឺរៀបចំថាធ្វើម៉េចឲ្យបានល្អបាទហើយក៏បានរៀបចំគណៈកម្មការដើម្បីធ្វើការទទួលខុសត្រូវតាមផ្នែកនីមួយហើយព្រឹត្តិការណ៍នេះគឺយើងធ្លាប់បានរៀបចំឆ្នាំមុនម្ដងហើយជាឆ្នាំនេះយើងជឿជាក់ថាវាមានភាពងាយស្រួលជាងឆ្នាំមុនដែលជាឆ្នាំដំបូងក៏ប៉ុន្តែប្រកបត្រូវឲ្យយើងរៀបចំមិនឲ្យមានកាន់តែការប្លែកហើយទាក់ទាញមិនអាចរៀបចំមួយឆ្នាំទៅមួយឆ្នាំដដែលបានទេអញ្ចឹងយើងបានមានមន្ទីរអង្គភាពទាំងអស់គឺចូលរួមជួយគ្នាតែម្ដងក្នុងនាមអ្នកខេត្តបាត់ដំបងទាំងមូលបាទគឺជួយគ្នាទាំងអស់ទាំងមន្ទីរអង្គភាពទាំងក្រុងស្រុកទាំងបងប្អូនអាជីវករទាំងអ្នកដែលថាមានបំណងថាមកលក់នៅ
ផលផ្សេងគឺគ្រប់គ្រងគ្នាស្រុកគ្នាតែម្ដងបាទហើយដំខេត្តបាត់ដំបងវាស្គាល់ថាជាខេត្តមួយដែលជាជំរកដំណាំកសិកម្មចាំពីកម្ពុជាតាមរយៈពិព័រណ៍ផ្លែឈើនេះរដ្ឋបាលខេត្តមានយុទ្ធសាស្ត្របែបណាដើម្បីជំរុញឲ្យកសិករខ្មែរកាត់ខំផលិតផ្លែឈើដែលមានស្តង់ដារគុណភាពដើម្បីឈានទៅការនាំចេញនៅទីកំពុងធ្វើឡើងបាទជារូបគឺក្រោមការចង្អុលបង្ហាញការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកន្លងមកនេះគឺសម្រាប់ខេត្តបាត់ដំបងនេះដែលមានមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទជាសេនាធិការនេះគឺយើងបានខិតខំជំរុញបងប្អូនក្នុងការដាំដុះនឹងដើម្បីបងប្អូនអាចដាំដុះមានទំនុកចិត្តគឺប្រកាសហើយគឺការប្រើជីគីមីកសិកម្មឲ្យបានច្បាស់លាស់ហើយយើងជំរុញបងប្អូនប្រើជីកំប៉ុស្តបាទឲ្យបានច្រើនហើយធ្វើម៉េចការដាក់ប្រើប្រាស់ជីគឺឲ្យត្រឹមត្រូវតាមស្តង់ដារបាទតាមស្តង់ដារហើយមិនឲ្យប៉ះពាល់ដល់សុខភាពហើយយើងមានចងក្រងជាសហគមន៍ផ្សេងហើយគឺមានសម្ងាត់គឺមានការនាំចេញហើយបាទមានការនាំចេញទៅបរទេសបាទទៅបរទេសនឹងសារគេបណ្ឌិតស្តង់ដារទៅវាអត់មានបញ្ហាដល់សុខភាពមិនអាចនាំចេញបាននេះគឺអ្វីដែលយើងបានគិតគូរហើយសង្ឃឹមថាបងប្អូនអ្នកផលិតទាំងអស់នៅក្នុងខេត្តបាត់ដំបងនេះរួមគ្នាដើម្បីធ្វើម៉េចឲ្យមានទំនុកចិត្តទាំងបងប្អូនអ្នកក្នុងខេត្តបាត់ដំបងទាំងបងប្អូនមកពីបណ្ដាខេត្តផ្សេងៗក៏ដូចជាខាងក្រៅប្រទេសដើម្បីយើងអាចនាំចេញបានព្រោះបាត់ដំបងយើងនេះផលិតផលកសិកម្មគឺច្រើនណាស់អញ្ចឹងយើងចាំបាច់យើងទៅតែការនាំចេញគឺជារឿងចាំបាច់សម្រាប់បង្កើនជីវភាពបងប្អូនប្រជាពលរដ្ឋយើងអរគុណដែរខ្ញុំចង់មានសំណួរមួយដែរចង់ដឹងថាយើងគិតថាខេត្តដំបូងក្រុងស្រុកគឺស្រុកសំឡូតមួយដែលលេចធ្លោជាងគេផ្នែកចរិតតែដល់មានពុទ្ធាននឹងរៀបចំបណ្ដាស្រុកផ្សេងទៀតដើម្បីឲ្យផងឲ្យប្រជាពលរដ្ឋមានការដាំដំណាំអ្វីដែលជាសមិទ្ធផលរបស់ស្រុករបស់ខ្លួនចាឲ្យនឹងដើម្បីយកមកដាក់តាំងបង្ហាញរៀងរាល់ឆ្នាំបន្តទៀតដល់ចា៎បាទនិយាយជារួមគឺបាត់ដំបងនេះគឺជាដីមួយដែលមានជីជាតិចឹងទេយើងឃើញអ្វីដែលពិសេសនៅស្រុកសំឡូតនេះគឺទុរេនមានរសជាតិឆ្ងាញ់ម្រេចគឺល្អមង្ឃុតសាវម៉ាវល្អរសជាតិឆ្ងាញ់ចឹងកាលណាមានរសជាតិឆ្ងាញ់បងប្អូនលក់ដាច់បានថវិកាគឺប្រកបដែរបងប្អូនខំផលិតក៏ប៉ុន្តែសួរខេត្តបាត់ដំបងតើមានដីសំឡូតទៅដាំទុរេនបានណាមិនមែនទេនៅគម្រៀងនៅកន្លែងផ្សេងៗទៀតក៏បងប្អូនអាចដាំបានដែរចឹងសំខាន់គឺការថែទាំទេការថែទាំការប្រើពូជច្បាស់លាស់គឺប្រកបដែរអាចផលិតបានហើយរសជាតិឆ្ងាញ់ដូចគ្នាបាទអានេះគឺអ្វីដែលយើងបានខិតខំហើយមិនមែនសំឡូតទេសំឡូតក៏មានពិសេសរបស់គាត់ដូចនៅរុក្ខគិរីនៅមោហសីគាត់មានម្នាស់ដែលម្នាស់ខាងនោះគឺរសជាតិឆ្ងាញ់នៅស្រុកចង្កែក្រុងបាត់ដំបងនេះនិងក្រុងបាត់ដំបងនេះគាត់មានក្រូចពោធិ៍សាត់ដែលមានរសជាតិឆ្ងាញ់មែនទែននៅខាងបាណន់គាត់មានដូចជាក្រូចថ្លុងបាទនៅខាងរតនមណ្ឌលគាត់មានផ្លែត្រសក់បាទនិយាយថាមើលឡុងហ្នឹងបាទចឹងជារូបបាត់ដំបងយើងមានផ្លែឈើច្រើនប្រភេទណាស់នៅរតនមណ្ឌលនៅភ្នំព្រឹកបាទគម្រាគាត់មានតង៉ែនបាទមានប៉ៃលិនដែលផលិតផលគឺច្រើនអានេះគឺហើយយើងនៅមានកន្លែងផ្សេងៗច្រើនដែលដាំផ្លែឈើផ្សេងៗគឺបាត់ដំបងមានច្រើនណាស់បាទដល់មានក្តីរំពឹងតែមិនដែរចំពោះការតាំងពិព័រណ៍ផ្លែឈើនៅឆ្នាំនេះហើយនឹងមានការអំពាវនាវចាំពីបន្ថែមទៀតអីយ៉ាងបាទជារួមការរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026នេះទីមួយខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងនឹងគាំទ្រច្រើនបាទនឹងមានសន្ទុះគាំទ្រច្រើនហើយបងប្អូនអ្នកផលិតក៏បងប្អូនបានចុះឈ្មោះហើយច្រើនណាស់ដើម្បីកាត់យកផ្លែឈើគាត់មកតាំងក្នុងព្រឹត្តិការណ៍នេះមកលក់ក្នុងព្រឹត្តិការណ៍នេះបាទហើយឆ្នាំនេះយើងរៀបចំរយៈពេល10ថ្ងៃដើម្បីបងប្អូនមានឱកាសដើម្បីលក់ផ្លែឈើដែលជារបស់អ្នកបាត់ដំបងពិតប្រាកដអ្នកដែលមកចង់ពិសាអ្នកដែលមកចង់ទិញយកទៅផ្ទះគឺអាចមកទិញបានក្នុងព្រឹត្តិការណ៍នេះគឺផ្លែឈើរបស់អ្នកបាត់ដំបងពិតប្រាកដអានេះគឺយើងធានាកន្លែងនឹងមួយហើយបងប្អូនចូលរួមច្រើនយើងគឺយើងប្រកាសវេលាប្រជុំនេះគឺបងប្អូនចាប់ដើមសួរនាំអំពីធ្វើម៉េចដើម្បីមកលក់កន្លែងនឹងអីមានចការណាជាបន្តទៅយើងចុះឈ្មោះតាមរយៈមន្ទីរកសិកម្មគឺអង្គភាពចောက်ចេញចូលទៅមើលគឺបងប្អូនមានចការចុះឈ្មោះជាបន្តគឺចាច្រើនចាំដឹងបាទគឺសូមពីបងប្អូនទាំងអស់ដែលជាអ្នកផលិតហ្នឹងគឺធ្វើម៉េចខិតខំហៅថាប្រើអ្វីដែលជីធម្មជាតិឲ្យបានច្រើនបាទជីគីមីប្រកបថាយើងមិនអាចជិះបានទាំងអស់ទេក៏តែធ្វើឲ្យប្រើឲ្យតាមស្តង់ដារកំណត់
ដើម្បីធ្វើម៉េចគឺរក្សាដល់សុខភាពរបស់អ្នកហូបបើកាលណាយើងធ្វើប៉ុណ្ណឹងបានគឺអ្នកហូបគាត់មានទំនុកចិត្តបាទអ្នកមានទំនុកចិត្តអ្វីៗយើងផលិតគឺច្បាស់ជានៅលើទីផ្សារមិនមានសល់ទេបាទយើងត្រូវតែរក្សានៅកេរ្តិ៍ឈ្មោះនេះឲ្យបានដើម្បីបងប្អូនផលិតថ្ងៃក្រោយគឺមិនខ្វះទីផ្សារទេទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកហើយសង្ឃឹមថាបងប្អូនអ្នកបាត់ដំបងយើងធ្វើបានចា៎តាមរយៈកិច្ចសម្ភាសនេះបានបង្ហាញច្បាស់ថាព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង2026គឺជាយន្តការសេដ្ឋកិច្ចដ៏សំខាន់ក្នុងការលើកកម្ពស់កសិផលខ្មែរជំរុញការនាំចេញនិងលើកស្ទួយជីវភាពកសិករព្រមទាំងជំរុញដល់វិស័យទេសចរស្របតាមការចង្អុលបង្ហាញរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងនាមក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបងនិងទស្សនិកជនទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងដែលបានផ្ដល់នៅកិច្ចសម្ភាសដ៏មានអត្ថន័យនេះសូមជូនពរឯកឧត្តមមានសុខភាពល្អបរិបូរណ៍និងទទួលបានជោគជ័យគ្រប់ភារកិច្ចសូមបងប្អូនកសិករនិងសាធារណជនចូលរួមគាំទ្រព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករក្រុមការងារយើងខ្ញុំសូមអរគុណនិងសូមជម្រាបលា